ជំរាបសួរបងប្អូនសិស្សនិស្សិតទាំងឡាយដែលមានបំណងឬក៏កំពុងសិក្សានៅកម្មវិធី Microsoft Word ឥឡូវនេះ Microsoft Word ខ្ញុំលើកយកចំណុចមួយការប្រើ tab ដើម្បីជំនួសឲ្យយើងចុចទៅលើ full stop ចុចច្រើនដងទើបបានគ្រប់តែអានេះអត់ទេគឺយើងប្រើ tab ដើម្បីជំនួសឲ្យការប្រើ key ដើម្បីចុចតែម្ដងអញ្ចឹងដើម្បីបង្កើត tab line យើងទី1បងប្អូន select ទៅលើអូខេ select ទៅលើអក្សរនេះបាទបងប្អូន select ទៅលើអស់ទៅបន្ទាប់មកទៀតពេលដែលបងប្អូន select ទៅលើពាក្យហ្នឹងបងប្អូនយក mouse ស្ដាំបាទអូខេ click បន្ទាប់មកឃើញពាក្យថា paragraph បងប្អូនណាឃើញពាក្យ paragraph បងប្អូន click mouse ឆ្វេងបន្ទាប់មកបងប្អូនឃើញផ្ទាំងនេះផ្ទាំង paragraph វាកំណត់ឲ្យអញ្ចឹងបងប្អូនអត់មានធ្វើអីទេបងប្អូនចុចទៅលើ tab តែម្ដងណាបងប្អូនណាអូខេចាប់ដើមពឹបអញ្ចឹងបងប្អូនឃើញពាក្យឃើញតារាងនេះបងប្អូនយកលេខ3អញ្ចឹងបងប្អូនអាចឃើញទាំងចេះបងប្អូនយកទៅពាក្យថា rise click មកឆ្វេងបន្ទាប់មកបងប្អូន click មកឆ្វេងទៅលើលេខ2ទៀតបន្ទាប់មកទៀតបងប្អូន click ទៅលើ OK ជាការរួចសាច់អញ្ចឹងបន្ទាប់មកអញ្ចឹងដើម្បីធ្វើ tab ទី1បងប្អូនយក mouse អូខេ click ទៅលើចំណុចដែលយើងចង់ tab អញ្ចឹងខ្ញុំចូលនេះអូខេ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  good នេះគឺជាចំណុចដែលយើងចង់បានឥឡូវនេះការដែលធ្វើបន្ទាត់ tab line បាន tab line គឺចុចចឹងការ tab line របស់យើងបានសន្និដ្ឋានថាវាមានលក្ខណៈប៉ុណ្ណឹងអញ្ចឹងដើម្បីធ្វើលក្ខណៈមួយបន្តទៀតអញ្ចឹងកាលណាយើងចង់បានវែងជាងហ្នឹងបងប្អូន click ទៅលើសំខាន់នេះ click ទៅលើនេះ click ទៅលើ line នេះដែលគេ ruler បន្ទាត់ line ហ្នឹងអញ្ចឹង click ទៅលើកន្លែងណាបានន័យថាបងប្អូនចង់ប៉ុណ្ណាឬក៏ដាក់លេខសង់ទីម៉ែត្រវាយកតែម្ដងបងប្អូនដាក់3សង់ទីម៉ែត្រ5សង់ទីម៉ែត្រគឺថា C សង់ទៅលើអ្វីដែលបងប្អូនចង់បានអញ្ចឹងការកំណត់ tab line យើងសន្និដ្ឋានថាមានតែប៉ុណ្ណឹងអូខេបងប្អូននឹងជួបមេរៀនក្រោយទៀតពិសេសជាងនេះទៅទៀតអូខេពីខ្ញុំបាទជួបសារុនអូខេ bye bye thank you